មានអាគេចឹងអត់ឲ្យតែចិត្តដល់ម៉ោងមិននឹងជាកំណត់មកពីណាទេហើយនេះជាបទពិសោធន៍ជាក់ស្ដែងមួយចិត្តដល់ម៉ោងថត podcast ហើយស្រាប់តែបែកកំណត់ update advert និង logo អីណាកែសឹងតែមិនតាន់រៀបចំទទួលស្វាគមន៍វាគ្មិនពិសេសពីខាងធនាគារ ABA ផងសួស្ដីអ្នកទាំងអស់គ្នានេះគឺជាសកម្មភាពរៀបចំនៅពេលព្រឹកសម្រាប់ថតវីដេអូ podcast នៅពេលថ្ងៃម៉ោង1របស់ខ្ញុំមែនតែទៅបន្ទប់នេះគឺជា live broadcast room ទេតែយើងត្រូវ transform វាទៅជាបែប podcast web វិញហើយមានអីមើលចុះមើលឡើងស្រាប់តែចង់កែ advert និង logo ភ្លាមហើយពេលដែលចង់កែហ្នឹងម៉ោង7:12ថ្ងៃតទៅហើយតែយើងនៅតែអាចធ្វើវាបានអាចនិយាយថានេះជាការដែលអត់ just well prepare តែខ្ញុំជាមនុស្សវិជ្ជមាននិងគេហៅថាខួរក្បាលជា update ហើយបើរឿងដឹកនាំថតមាតិកាវិញនិយាយពីថាកែ script រហូតឡើងគេនិយាយថាមនុស្សចិត្តសាវ៉ាតែអត់អីទេព្រោះថាបើសម្រាប់ខ្ញុំគេហៅថាមនុស្សចេះបត់បែនត្រូវទៀតអូខេអញ្ចឹងត្រឡប់មក podcast របស់យើងវិញនិយាយពីប្រធានបទអត់សូវជាតាក់ទាញទេតែវាពិតជាសំខាន់មែនទែនគ្រាន់តែដឹងថាមានវាគ្មិនពីធនាគារ ABA យើងអាចដឹងថាវាសំខាន់ប៉ុណ្ណាដែរពីព្រោះវាតាក់ទងជាមួយនឹងសុវត្ថិភាពសាច់ប្រាក់វិនិយោគរបស់អ្នកទាំងអស់គ្នាសូមបង្ហាញតែប៉ុណ្្នឹងទេបើសិនជាបងប្អូនមិនចង់ចាញ់បោកគេរឿងដាក់លុយវិនិយោគនៅក្នុងវិស័យហិរញ្ញវត្ថុសូមកុំភ្លេចរងចាំទស្សនាវីដេអូ podcast នេះនៅលើ Facebook page PP Link Security សូមអរគុណ